សួស្តីបងប្អូនខ្ញុំហៅមានចាប៉េងប៉ោះសិកូវាសំមានសិពោតំសស្លឹកខ្ទឹមនិងប៉េងប៉ោះបន្ទាប់មកយើងដាក់ខ្ទះយើងដាក់ប្រេងឆាចូលបន្ទាប់មកយើងដាក់ខ្ទឹមសបន្ទាប់មកយើងដាក់សាច់គោចូលនេះហើយយើងចាប់ផ្ដើមឆាច្របល់វាបន្តិចមកវាចូលឆ្អិនសាច់យើងថែមទឹកត្រីស្ករហើយនិងប៊ីចេងបន្ទាប់មកខ្ញុំថែមទឹកប្រេងខ្យងបន្តិចហើយកូរច្របល់វាឲ្យសព្វរួចហើយចាប់ផ្ដើមដាក់ប៉េងប៉ោះចូលដើម្បីឆាច្របល់វាឲ្យវាសព្វគ្រឿងរួចហើយខ្ញុំបន្ថែមទឹកក្តៅបន្តិចព្រោះឲ្យចង់បានឲ្យវាមានជាតិទឹកនឹងវាសូបបាយបានញ៉ាំជាចុងក្រោយខ្ញុំដាក់ទឹកខ្ទឹមចូលកូរវាឲ្យសព្វវាជាការស្រេចអរគុណបងប្អូនសម្រាប់ទស្សនាឆាម្ហូបយ៉ាងណាខ្ញុំពុកធ្វើញ៉ាំទាំងអស់គ្នាអរគុណ